បាទជំរាបសួរបងប្អូនហ្នឹងហើយវីដេអូនេះខ្ញុំបានថតហើយធ្វើការឆ្លើយតប comment បងប្អូនខាងលើនោះតែដោយសារពេលដែលខ្ញុំធ្វើការហ្នឹងខ្ញុំដាក់ការទៅនិយាយវាអត់សូវច្បាស់អញ្ចឹងណាអញ្ចឹងក៏ខ្ញុំធ្វើការ review សារជាថ្មីហើយគាត់បានសួរខ្ញុំថាខ្ញុំកសិកម្មដូចបងដែរ2ឆ្នាំហើយអត់ទាន់ធ្លាក់ឈ្មោះទេអញ្ចឹងណាហើយប្រហែលថ្ងៃមុនចាប់ពីថ្ងៃទី27 28 29 30ហ្នឹងដូចជាធ្លាក់ឈ្មោះផ្នែកសំណង់និងកសិកម្មហើយតែគាត់អត់ទាន់ធ្លាក់ឈ្មោះអត់ដឹងដែរបងប្អូនហើយតែចំពោះការធ្លាក់ឈ្មោះអាស្រ័យលើតកែបងប្អូនគឺសំខាន់លើតកែគាត់ជាអ្នកជ្រើសរើសហើយគាត់ទៅក្រសួងដាក់ពាក្យហើយទៅខាងក្រសួងបញ្ជូនឈ្មោះទៅខាងក្រសួងយើងនៅខ្មែរទៅខាងក្រសួងនៅខ្មែរគាត់ជញ្ជូនឲ្យយើងអញ្ចឹងណាបងប្អូនដូចតែបងប្អូនបានដឹងអញ្ចឹងហើយទៅខាងកូរ៉េតម្លាក់កិច្ចសន្យាយើងហើយចំពោះការដែលបងអត់តន់ធ្លាក់អាហ្នឹងវាពិបាកដែរបងព្រោះការដែលយើងប្រឡងយើងអត់ដឹងថាយើងប្រឡងជាប់ហើយពេលណាបានមកឬក៏ពេលណាមិនបានមកទេការខ្ញុំក៏អញ្ចឹងដែរបងប្អូនខ្ញុំ2ឆ្នាំ3ឆ្នាំដែរហ្នឹងតម្រុំបានមកវាពិបាកដែរអញ្ចឹងមានតែជូនពរបងប្អូនយើងហើយកុំអស់សង្ឃឹមបើសិនជានៅកិច្ចសន្យាណានៅនេះយើងបន្តរងចាំបន្តិចទៀតទៅហើយបើសិនជាយើងផុតក៏យើងអាចសាកល្បងម្ដងប្រឡងម្ដងទៀតអញ្ចឹងណាហើយហ្នឹងហើយបងប្អូនអត់មេទេហើយវីដេអូនេះមានតែពាក្យជូនពរបងប្អូនទាំងគ្នាចាប់ផ្លែឈ្មោះនិងចាប់បានធ្វើការអស់លុយនៅទីនេះទាំងអស់គ្នាអញ្ចឹងណាបងប្អូនអរគុណ